សួស្តីអ្នកទាំងអស់គ្នាមកកាន់ Just One Episode នៅភាគទី13នេះដែរគឺទូស័យបានឆ្លងកាត់កន្លែងត្រួតពិនិត្យមួយប្រហែលជាទូស័យបានទៅយកផ្កាពីអ្នកលក់ផ្សេងទៀតដែលបាននិយាយការពីភាគមុនពេលហ្នឹងដែរមេឃភ្លៀងខ្លាំងទូស័យក៏បានទៅរកកន្លែងជ្រកហើយលោកគ្រូស៊ីគាត់ក៏ត្រូវមកផ្ទះវិញហើយក៏មានគេជូនមកដែរលោកគ្រូស៊ីក៏បាននិយាយថាអូបានហើយមិនចាំជូនគាត់ទៅដល់ផ្ទះទេតាមហ្នឹងទៅប៉ុន្តែក៏មានបរិសម្នាក់បាននិយាយថាតែលោកមេតបថាឲ្យជូនលោកគ្រូស៊ីឲ្យដល់ផ្ទះដើម្បីឲ្យប្រកាសពីសុវត្ថិភាពរបស់លោកគ្រូស៊ីអញ្ចឹងទៅពេលហ្នឹងដែរលោកគ្រូស៊ីនៅតែនិយាយថាបានហើយមិនអីទេតែ2 3ប្រឡោះទៀតហ្នឹងគឺដល់ផ្ទះគាត់ហើយបរិសផ្សេងទៀតហ្នឹងក៏បាននិយាយថាអញ្ចឹងឲ្យលោកគ្រូស៊ីប្រយ័ត្នផងដោយសារតែមេឃភ្លៀងអញ្ចឹងខ្លាចល្អិលខ្លាចអីពេលហ្នឹងដែរគ្រាន់តែនិយាយមិនតាន់ផុតពីមាត់ផងតែតែមានបរិសបិទមុខបានមកចាក់បរិសដែលការពារលោកគ្រូស៊ីហ្នឹងឡើងធ្លុះធ្លាយអស់ទៅហើយឃើញថាអ្នកដែលការពារលោកគ្រូស៊ីគឺអាចយកឈ្នះបរិសបិទមុខទាំងអស់ហ្នឹងបានទេហើយពេលហ្នឹងដែរបរិសបិទមុខហ្នឹងក៏បានធាក់លោកគ្រូស៊ីមួយជើងឡើងផ្លោងទៅស្លាប់នៅលើតុតែយើងឲ្យដឹងថាគាត់ស្លាប់ឬមួយក៏មិនទេពេលហ្នឹងទូស័យរបស់យើងគឺបានឃើញគ្រប់សកម្មភាពទាំងអស់ហ្នឹងដោយសារទូស័យរបស់យើងក៏ពួននឹងម្ដុំនឹងដែរត្រឹមតែពេលហ្នឹងក៏មានបរិសបិទមុខមកម្នាក់ទៀតហើយបរិសបិទមុខម្នាក់នោះក៏បានសម្លាប់បរិសដែលបានសម្លាប់លោកគ្រូស៊ីមុនហ្នឹងនិយាយទៅគេបិទមុខពី3នាក់អញ្ចឹងណាពេលហ្នឹងទូស័យគឺឃើញរាល់សកម្មភាពទាំងអស់ហ្នឹងតែមានការកាប់ចាក់អីផ្សេងៗហ្នឹងហើយបរិសដែលបិទមុខមកក្រោយគេហ្នឹងគឺគេបង្ហាញឃើញថាគឺជាទូប្រុសទូស័យគឺបានឃើញថាទូប្រុសគឺអ្នកសម្លាប់មនុស្សអីចឹងទៅទូប្រុសក៏បានមានអារម្មណ៍ថាដូចជាមានណាគេកំពុងតែមើលចឹងណាក៏បានដើរទៅកន្លែងទូស័យពេលហ្នឹងដែរទូស័យក៏បានទៅរត់ពួនបាត់ហើយតែចៃដន្យអីគឺជាប់តងផ្កានៅកន្លែងហ្នឹងអញ្ចឹងទូប្រុសអាចនឹងដឹងថាប្រហែលជាទូស័យអញ្ចឹងណាហើយទូប្រុសក៏បានទៅរើអីវ៉ាន់ដែរប៉ុន្តែអត់ឃើញទូស័យទេទូប្រុសក៏បានដើរចេញទៅទូស័យនៅពេលដែលឃើញថាទូប្រុសបានដើរចេញទៅវិញហ្នឹងទូស័យក៏បានចេញពីអាកន្លែងឆ្អឺហ្នឹងមកវិញពេលហ្នឹងទូស័យគិតថាប្រហែលជាគេទៅបាត់ឯណាប៉ុន្តែអត់ទេពេលហ្នឹងគឺទូប្រុសក៏បានដើរមកវិញទូប្រុសក៏បាននិយាយថាគឺនាងបានឃើញរឿងទាំងអស់ហ្នឹងហើយមែនបើសិនជានាងបានឃើញហើយអញ្ចឹងគឺនាងមិនអាចរស់បានទៀតទេហើយទូប្រុសក៏បានចាក់ទូស័យស្រាប់តែពេលហ្នឹងដែរគឺទូស័យកាប់ទៅយកសពសោះអ៊ូនីងដែលចាំមើលទូស័យយើងរហូតហ្នឹងក៏បានសួរថាតើទូស័យនឹងយកសពរបស់គាត់ទៀតហើយមែនពេលហ្នឹងដែរទូស័យក៏បានកុហកទៀតថាខ្លួនឯងមិនយកសពរឿងដែលខ្លួនឯងបានយកសពហ្នឹងទេគឺយកសពថាការរស់ស៊ីហ្នឹងវាត្រូវខាត់បងច្រើនហើយទូស័យក៏បាននិយាយទៅកាន់អ៊ូនីងថាថ្ងៃហ្នឹងគឺនាងស្រួលខ្លួនវិញហើយអញ្ចឹងអាចទៅធ្វើការរស់ស៊ីជាមួយគ្នាបានអញ្ចឹងណាប៉ុន្តែអ៊ូនីងក៏បាននិយាយមកវិញថាថ្ងៃហ្នឹងគឺយើងអត់បើកហាងទេអញ្ចឹងឲ្យទូស័យសម្រាប់បន្តទៀតទៅទូស័យក៏បានសួរទៅអ៊ូនីងថាតើមិនបានអត់ទៅបើកហាងអញ្ចឹងថ្ងៃហ្នឹងពេលហ្នឹងដែរអ៊ូនីងក៏បានឆ្លើយមកវិញថាដោយសារតែលោកគ្រូស៊ីគាត់ស្លាប់ហើយអញ្ចឹងគឺមានអ្នកដែលគេកាន់ទុកច្រើនមែនតើអញ្ចឹងការរស់ស៊ីគឺអាចនឹងផ្អាកមួយថ្ងៃពីរថ្ងៃសិនអញ្ចឹងណាហើយពេលហ្នឹងដែរអ៊ូនីងក៏បន្តនិយាយទៀតថាគឺលោកគ្រូស៊ីគឺបានត្រូវគេតាមសម្លាប់នៅថ្ងៃដែលទូស័យយកផ្កាមកហ្នឹងដល់ពេលនិយាយអញ្ចឹងយើងអត់ដឹងថាតើទូស័យពិតជាយកសពមែនឬរឿងហ្នឹងជារឿងពិតទេដោយសារតែលោកគ្រូស៊ីគឺជាមនុស្សដែលមានគេគោរពស្រឡាញ់ច្រើនអញ្ចឹងគឺពិតជាគួរឲ្យសោកស្ដាយណាស់នៅពេលដែលបាត់បង់ធនធានដូចគាត់ពេលហ្នឹងដែរទូស័យក៏បាននិយាយថាគឺបងប្អូនជីដូនមួយរបស់ទូស័យគឺធ្វើការនៅសាលារៀនបណ្ឌិតសភាហ្នឹងអញ្ចឹងទូស័យយើងចង់ទៅមើលអញ្ចឹងណាហើយគេក៏កាត់មកដល់សាលារៀនដែរគឺថាមានមនុស្សជាច្រើនកំពុងតែកាន់ទុកលោកគ្រូស៊ីទូស័យក៏បានដើរចូលទៅព្រមទាំងប្រាប់ថាគឺខ្លួនចង់ជួបលីស៊ីងដែលជាបងប្អូនជីដូនមួយរបស់ខ្លួនហ្នឹងហើយគេក៏តាមលីស៊ីងហ្នឹងមកពេលដែលលីស៊ីងហ្នឹងដើរចេញមកពេលហ្នឹងដែរលីស៊ីងក៏បាននិយាយថាគឺខ្លួនអត់មានពេលនិយាយច្រើនទេព្រោះដោយសារតែរវល់បុណ្យអីចឹងណាទូស័យក៏បានសួរលីស៊ីងថាតើលោកគ្រូស៊ីគឺជាមនុស្សដែលមានសក់សហើយមានប្រជុយមាត់មែនពេលហ្នឹងដែរលីស៊ីងក៏បានឆ្លើយថាហ្នឹងហើយតើមានរឿងអីមែនទូស័យក៏បាននិយាយថាគឺខ្លួនធ្លាប់ជួបលោកគ្រូស៊ីម្ដងគឺលោកគ្រូស៊ីគឺជាមនុស្សដែលមានចិត្តល្អចិត្តអីចឹងទៅទូស័យរបស់យើងក៏បន្តនិយាយទៅថាគឺខ្លួនចង់ទៅគោរពទៅអីចឹងណាពេលហ្នឹងដែរបងប្អូនជីដូនមួយរបស់ទូស័យក៏បានជូនទូស័យទៅក្នុងនឹងដែរទៅពេលហ្នឹងដែរមានមនុស្សជាច្រើនគឺពិតជាទួញសោកជាមួយនឹងការស្លាប់របស់លោកគ្រូស៊ីទូស័យក៏បានសួរទៅលីស៊ីងហ្នឹងថាតើចាប់បានឃាតករដែលសម្រាប់លោកគ្រូស៊ីឬអត់ពេលហ្នឹងដែរបងប្អូនជីដូនមួយទូស័យរបស់យើងក៏បាននិយាយថាគឺចាប់បានតែពួកគេគឺបដិសេធទាំងអស់ថាមិនបានសម្លាប់បានអីចឹងណាក៏អ្នកតកោខ្វងខួរហ្នឹងក៏បានសម្លាប់ពួកហ្នឹងអស់ដែរប៉ុន្តែបានអីមកវិញគឺលោកគ្រូស៊ីបានស្លាប់ទៅហើយគ្រាន់តែនិយាយដល់ថងហ្នឹងពេលហ្នឹងដែរលីស៊ីងយំឡងចង់បោកខ្លួនមួយសន្ទុះក្រោយមកក៏គេនិយាយថាគឺមានអនុរដ្ឋមន្ត្រីនៃសាលារាជបណ្ឌិតសភាហ្នឹងបានអញ្ជើញមកដើម្បីគោរពអីចឹងទៅពេលដែលចូលមកដល់ហ្នឹងគឺថាគឺជាទូប្រុសរបស់យើងហ្នឹងពេលដែលទូប្រុសដើរចូលមកហ្នឹងគឺនិយាយថាមហាទួញសោកស្ដាយពីជីវិតលោកគ្រូស៊ីចឹងណាថាហេតុអីបានជាលោកគ្រូស៊ីស្លាប់មិនគូចឹងទេនិយាយទៅយើងឃើញលីស៊ីងដែលជាអ្នកដែលឆ្លាញ់គ្រប់លោកគ្រូស៊ីកំសត់ត្រឹមតែ50ឯប៉ុន្តែបើទូប្រុសរបស់យើងវិញគឺថា100ពេញតែម្ដងគេនិយាយថាយំបោកខ្លួនឯហ្នឹងគឺហ្នឹងហើយទូស័យរបស់យើងគឺបានឃើញទូប្រុសរបស់យើងយំសោកចឹងពេលនេះឡារៀងឆ្ងល់ដែរចឹងណាហើយទូស័យក៏បាននឹកសម័យទៅដល់ការយកសពដែលខ្លួនបានឃើញចឹងណាថាបរិសដែលសម្លាប់នោះគឺជាទូប្រុសរបស់យើងនឹងឯងពេលហ្នឹងទូស័យក៏បានសួរទៅបងប្អូនជីដូនមួយរបស់ខ្លួនថាតើទូប្រុសរបស់យើងហ្នឹងគឺជា
ជាកូនសិស្សរបស់លោកគ្រូស៊ីដែរមែនហើយលីស៊ីងក៏បានឆ្លើយវិញថាអត់ទេពីមុនហ្នឹងគឺតួប្រុសរបស់យើងក៏ធ្លាប់រៀនដែរប៉ុន្តែលោកគ្រូស៊ីអត់ដែលទទួលស្គាល់តួប្រុសថាជាកូនសិស្សរបស់គាត់ទេប៉ុន្តែនៅក្នុងអង្គប្រជុំគឺតួប្រុសហើយនៅលោកគ្រូស៊ីគឺតែងតែមិនសូវស៊ីសង្វាក់គ្នាទេលើពីហ្នឹងទៅទៀតហ្នឹងសំបីតែព្រះអង្គម្ចាស់ហ្នឹងក៏ត្រូវបានពង្រួដោយទូសភពដែរសឹងតែថាពេលខ្លះហ្នឹងត្រូវឆ្លោះជាមួយលោកគ្រូស៊ីទៀតទូសភក៏បានសួរទៅលីស៊ីងថាចុះមិនបានមើលទៅដូចជាតួប្រុសហ្នឹងកំសត់ខ្លាំងម្ល៉េះវាថាទួយសោកចឹងណាលីស៊ីងក៏បានឆ្លើយមកវិញថាកាពិតទៅទាំងអស់ហ្នឹងមិនថាតួប្រុសយំដល់លិចផែនដីទៀតក៏វាគ្រាន់តែជាការសម្ដែងទេកុំឲ្យជឿអីហើយទូសភក៏បានបន្តសួរទៅលីស៊ីងថាតែអត់មានណាគេអាចទប់ស្កាត់តួប្រុសកុំឲ្យធ្វើអីប្រេះផ្ដាស់ចឹងណាលីស៊ីងក៏បាននិយាយថាគឺអត់មានណាគេហ៊ានទៅជាមួយនឹងតួប្រុសហ្នឹងទេពេលហ្នឹងដែរលីស៊ីងក៏បន្តនិយាយថាគឺខ្លួននឹងទៅជប់ស្កាត់កុំឲ្យតួប្រុសធ្វើអីប្រេះផ្ដាស់ចឹងណាលេងសិតតែយំអោបក្តាមឈូអីវិញហ្នឹងវាទៅហាងព្រៃផ្សៃមែនតើពេលដែលលីស៊ីងទៅខាត់តួប្រុសទូស័យដល់យើងដែលនៅម្ខាងនេះក៏បាននិយាយក្នុងចិត្តថាគឺតួប្រុសធ្លាប់ជួយទូស័យរឿងលិខិតលែងលះបើសិនបើទូស័យប្តឹងថាតួប្រុសជាអ្នកធ្វើរឿងហ្នឹងមិនត្រឹមតែរឿងរបស់លោកគ្រូស៊ីហ្នឹងរកឃាតករអត់ឃើញទេគឺសម្បីតែទូស័យខ្លួនឯងហ្នឹងក៏ត្រូវបានតួប្រុសរបស់យើងសម្លាប់ចោលដែរពេលហ្នឹងដែរទូស័យក៏បានបន្តនិយាយក្នុងចិត្តថាលោកគ្រូស៊ីឲ្យខ្ញុំសុំទោសគឺខ្ញុំមិនអាចប្រាប់រឿងទាំងអស់ហ្នឹងទៅដល់អ្នកណាផ្សេងទៀតទេពេលហ្នឹងដែរនៅខាងលីស៊ីងឯនោះវិញគឺថាឲ្យគេមកចាប់តួប្រុសចេញពេលហ្នឹងដែរឈွန်យូក៏បានទៅលើកតួប្រុសព្រមទាំងដើរចេញចឹងទៅពេលដែលកំពុងតែរៀបដើរចេញហ្នឹងផងដែរតួប្រុសក៏ឃើញទូស័យគាត់នៅឃើញតួប្រុសដើរចេញមកវិញហ្នឹងគឺថារកកន្លែងពួនអត់ហ៊ានប្រសពខ្សែភ្នែកជាមួយគ្នាទេពេលដែលកំពុងតែដើរចេញមកវិញហ្នឹងតួប្រុសក៏បានប្រាប់ឈွန်យូថាឲ្យទៅ search មើលថាហេតុអីបានទូស័យមកបនហ្នឹងដែរនៅពេលដែលអញ្ចឹងមិនដឹងថាអីដែលទូស័យបានឃើញហ្នឹងគឺជាការយល់សប្តិឬមួយក៏ជាការពិតទេហើយកាត់ម្ដងនៅថ្ងៃស្អែកថ្មីនេះវិញពេលហ្នឹងដែរទូស័យគឺកំពុងតែទៅមើលហាងអញ្ចឹងណាដែលទូស័យគ្រូនឹងជួលហ្នឹងហើយក៏និយាយថាអូននេះគឺហាងហ្នឹងគឺពិតជាស័ក្តិសមនឹងអីដែលយើងចង់បានហើយទូស័យក៏សម្រេចចិត្តថានឹងយកហាងហ្នឹងអីចឹងទៅពេលដែលកំពុងតែនិយាយគ្នានឹងដែរតែមានគេមកកេះស្មាពេលហ្នឹងទូស័យឡើងភ្ញាក់តែដល់ពេលមើលមកវិញគឺជាអាហ្វូសោះអូនេះក៏បានសួរទៅទូស័យថាមួយរយៈហ្នឹងទូស័យដូចព្រលឹងអត់ដឹងខ្លួនសោះមានរឿងអីនៅក្នុងចិត្តមែនហើយទូស័យក៏បាននិយាយថាគឺដោយសារតែប្រហែលថ្ងៃមុនហ្នឹងគឺមានចារកម្មអីចឹងណាគឺទូស័យនៅខ្លាចមិនទាន់បាត់ទេពេលហ្នឹងដែរអាហ្វូក៏បាននិយាយថាក្រុមឃាតករហ្នឹងគឺត្រូវបានសម្លាប់ដោយមន្ត្រីអស់ហើយអញ្ចឹងហើយគឺអត់មានទៀតទេអញ្ចឹងកុំឲ្យទូស័យខ្លាចទៀតចឹងណាហើយទូស័យក៏និយាយថាហ្នឹងហើយលេងអីហើយអញ្ចឹងទៅពេលហ្នឹងដែរទូស័យក៏បាននិយាយទៅកាន់ពីរអ្នកហ្នឹងថាគឺខ្លួនមានរឿងចង់ប្រាប់ទូស័យរបស់យើងក៏បាននិយាយថានៅពេលដែលពួកគេរកស៊ីរៀងភាសាឡើងជាងហ្នឹងគឺឲ្យរើចេញពីផ្ទះទូរបស់យើងទៅធ្វើអញ្ចឹងគឺអ៊ំសុនដែលជាម្ដាយរបស់ហ្វូហ្នឹងក៏អាចរស់នៅជាមួយពួកគេបានដែរនិយាយទៅពីរអ្នកនោះអត់ដឹងរឿងអីក៏ចេះតែតាមហ្នឹងទៅពេលហ្នឹងដែរទូស័យក៏បានធ្វើដំណើរចេញពីកន្លែងហ្នឹងនិយាយទៅនិស័យគេហ្មងគាត់ទៅដើរចេញពីហ្នឹងភ្លាមគឺទូស័យបានឃើញទូចេញពីកន្លែងមួយដែរតែគាត់ទៅថាអោនក្បាលថាឃើញអញ្ចឹងណាវាថាក្រុមបន្តិចទៅទូស័យអត់មាននិយាយអីទេគឺដើរទៅបាត់ទាំងទៅពេលហ្នឹងដែរទូក៏បាននិយាយថាមិនអញ្ចឹងហើយឈុនយូក៏បាននិយាយថាគឺទូស័យមើលទៅដូចជាចង់កិច្ចទូអញ្ចឹងណាសំបីតែពេលតែមើលថែការហ្នឹងក៏ទៅពេលដែលទូអត់នៅដែរហើយឥឡូវហ្នឹងសំបីតែការនិយាយលេងសើចអីហ្នឹងក៏លែងមានអស់ហើយអត់ដឹងថាទូស័យកំពុងតែកើតអីទេពេលហ្នឹងដែរទូក៏អត់មានឆ្លើយតបអីទេក៏បានឡើងទៅផ្ទះចេញទៅកាត់មកដល់ពេលយប់វិញគឺទូស័យបានទៅមើលផ្កាដោយរដងតែប្លែកអីពេលនេះគឺថាទូកំពុងតែមើលពីលើលបងមកហើយពេលហ្នឹងដែរទូក៏បានគិតពីសម្ដីរបស់ឈុនយូដែលនិយាយថាទូស័យគឺមានបងប្អូនសាច់ញាតិនៅលក់យ៉ាងហ្នឹងគឺជាលីស៊ីងហើយលីស៊ីងហ្នឹងគឺជាបងប្អូនចដូនមួយចឹងណាហើយលីស៊ីងហ្នឹងគឺជាកូនសិស្សសំណប់របស់លោកគ្រូស៊ីផងដែរពេលដែលទូស័យកំពុងតែដើរមើលផ្កាបដាអីបដាហ្នឹងទូស័យក៏បានបាក់ជាមួយនឹងតួប្រុសដែលកំពុងតែមើលពីលើលបងមកហ្នឹងពេលហ្នឹងដែរទូស័យក៏បាននិយាយទាំងភ័យហ្នឹងដែរថាលោកជាងមកធ្វើអីនៅនឹងទាំងកតាយប់ហ្នឹងហេតុអីក៏មិនគោះទ្វារលោកបំភ័យខ្ញុំស្លាប់ហើយទូប្រុសក៏បានឆ្លើយទៅវិញថាខ្លួនគឺគ្រាន់តែមកមើលទេសភាពនៅលើលបងរបស់ខ្លួនទេគឺមិនបានចង់មកភ័យទូស័យអីទេពេលហ្នឹងដែរទូប្រុសក៏លោតចុះពីលបងហ្នឹងព្រមទាំងនិយាយថាតានាងកំពុងតែខ្លាចអីមែនពេលហ្នឹងដែរទូស័យក៏ព្យាយាមបកកាយភ្លាមថានិយាយគេហើយក៏ងាកមុខចាញ់ដែរនិយាយទៅអត់ហ៊ានមើលមុខដែរទូប្រុសក៏នៅតែធ្វើមុខឆ្ងល់ហ្នឹងនៅពេលដែលឃើញថាទូប្រុសនៅតែធ្វើអញ្ចឹងទូស័យក៏បានប្រាប់ទៅថាពិតជាមិនអាចកុហកលោកបានពិតមែនហើយទូស័យក៏បាននិយាយថាគឺខ្លួនចង់រើចេញនៅពេលដែលខ្លួនអាចរកស៊ីបានផ្សារឡើងជាងនឹងអញ្ចឹងទៅទូប្រុសក៏បាននិយាយថាមកពីខ្ញុំសូពេកបាននាងកាន់តែហ៊ាននៅពេលដែលការរកស៊ីរបស់នាងផ្សារឡើងនាងចង់ចាក់ចេញដេកយល់សពទៅពេលហ្នឹងដែរទូស័យក៏បាននិយាយថាគាត់ទៅសួរតាមិនយល់ព្រមទេក៏មិនអីដែរហើយទូស័យក៏បានដើរទៅចាក់ទឹកឲ្យទូប្រុសផងដែរនិយាយទៅទូស័យនៅតែរៀងខ្លាចអញ្ចឹងណាពេលហ្នឹងដែរទូប្រុសក៏បានសួរថាតើហេតុអីបានទូស័យថ្ងៃហ្នឹងអត់តមកអត់តអីចឹងណាទូស័យក៏បានឆ្លើយទៅវិញថាថ្ងៃហ្នឹងគឺខ្លួនហត់ពេញមួយថ្ងៃហើយគឺគ្មានកម្លាំងអីទៅតវ៉ាជាមួយនឹងទូប្រុសទេហើយក៏ហុចទឹកឲ្យទូប្រុសផឹកចឹងទៅពេលហ្នឹងដែរទូប្រុស
ផងក៏បានសួរទៅទូស័យថាតើផ្កាមួយតាន់ពូជហាវខើហ្នឹងតើទូស័យទិញពី5ថ្ងៃមុនមែនទូស័យក៏បាននិយាយថាគឺខ្លួនអត់ចាំទេទូផងក៏បន្តនិយាយទៀតថា5ថ្ងៃមុនហ្នឹងគឺជាថ្ងៃដែលលោកគ្រូស៊ីត្រូវបានគេប្លន់សម្លាប់តើទូស័យអត់ចាំទេមែនទូស័យក៏បានឆ្លើយទៅវិញថារឿងលោកគ្រូស៊ីស្លាប់ហ្នឹងណាគេក៏ដឹងដែរថាវាមានរឿងអីមែនពេលហ្នឹងដែរទូផងក៏បាននិយាយបន្តទៀតថាទូស័យហ្នឹងគឺជាផ្នែកមួយនៃចំណូលរបស់ទូប្រុសហើយអ្នកដែលតាមទូប្រុសភាគច្រើនហ្នឹងគឺសិតតែជាមនុស្សដែលលាកពាក់កៅអៅស្រស់ស្អាតអីផ្សេងហើយទូស័យមើលទៅដូចស្លៀកកៅអៅធម្មតាដូចរខិរខាអញ្ចឹងណាហើយទូប្រុសក៏សួរទៅកាន់ទូស័យថាតើទូស័យហ្នឹងអត់មានលុយដើម្បីទិញកៅអៅហ្នឹងទេមែនពេលហ្នឹងដែរទូស័យក៏បានដើរទៅអង្គុយព្រមទាំងនិយាយថាលោកមើលទៅដូចជាប្លែកមកសួរខ្ញុំថាតើខ្ញុំទិញផ្កាហ្នឹងតាំងពីថ្ងៃណាហើយនៅមកខ្វល់ខ្វាយជាមួយនឹងការស្លៀកពាក់របស់ខ្ញុំទៀតនិយាយទៅទូស័យនិយាយបណ្ដាភ័យបណ្ដាអញ្ចឹងណាពេលហ្នឹងដែរទូប្រុសក៏បានយកកណាត់មួយឲ្យទូស័យមើលហើយទូប្រុសក៏បាននិយាយថានៅយប់មួយហ្នឹងគឺខ្លួនបានដើរទៅឃើញផ្កាហាវខើហ្នឹងក៏ឆ្ងល់ដែរថាផ្កាហាវខើនៅព្រៃហេតុអីក៏មកនៅហ្នឹងវិញហើយពេលហ្នឹងទៀតសោតហ្នឹងគឺទូប្រុសឃើញកណាត់ហ្នឹងក៏នៅជាប់ម្ដុំហ្នឹងដែរហើយទូប្រុសក៏បន្តនិយាយទៀតថាទូស័យគឺជាមនុស្សដែលគិតមកកាក់ម៉ាស៊ីនគ្រប់សពអញ្ចឹងណាអញ្ចឹងហើយតើការធ្វើឲ្យកៅអៅរបស់ទូស័យលហែកហ្នឹងបើតាមត្រូវគឺខ្លួនត្រូវតែបង់ថ្លៃខុតខានហើយគេក៏សម័យទៅដល់ពេលដែលនៅថ្ងៃដែលទូប្រុសបានឃើញផ្កាហើយនឹងកណាត់ហ្នឹងដែរពេលហ្នឹងដែរទូស័យក៏បានសើចខឹកនិយាយទៅសើចបែបភ័យដែរអញ្ចឹងណាទូស័យក៏បាននិយាយថានេះគ្រាន់តែជាកណាត់ធម្មតាទេអ្នកដែលនៅឆាងអានហ្នឹងក៏គេពាក់គ្រប់គ្នាលោកចាំងតើលោករកកណាត់ហ្នឹងមកដើម្បីលេងសើចជាមួយនឹងខ្ញុំមែនពេលហ្នឹងដែរទូប្រុសក៏បន្តនិយាយទៀតថាប្រហែលជាខ្លួនហ្នឹងយកច្រឡំលើទូស្រីហើយតែហ្នឹងក៏ដោយសារតែទូស្រីគឺជាមនុស្សដែលមិនស្មោះត្រង់ហើយដូចជាមានការលាក់បាំងច្រើននិយាយទៅទូប្រុសព្យាយាមឆ្កឹះអញ្ចឹងណាពេលហ្នឹងដែរទូស្រីក៏ឆ្លើយទាំងមុខស្ងួតមកវិញថាមិនបានថ្ងៃហ្នឹងចេះតែនិយាយអីប្លែកធ្វើដូចទូស្រីកំពុងតែលាក់បាំងអីហើយទូស្រីក៏បានសួរទៅវិញថាតើខ្ញុំខុសអីគេពេលហ្នឹងដែរទូប្រុសក៏បាននិយាយថាមុនហ្នឹងគឺទូស្រីនិយាយថានៅឆាងអានហ្នឹងអត់មានបងប្អូនទេចុះលីស៊ីងគេគឺជាបងប្អូនជីដូនមួយរបស់នាងទូស្រីក៏បានឆ្លើយទៅវិញថាខ្ញុំមិនដឹងថាខ្ញុំបានធ្វើអីខុសទើបត្រូវឲ្យលោកទៅស៊ើបអីបែបហ្នឹងទេសម្រាប់លីស៊ីងគឺគេគឺពិតជាបងប្អូនជីដូនមួយរបស់ខ្ញុំមែនប៉ុន្តែតាំងពីម្ដាយខ្លួននៅរស់នោះគឺគាត់បានកាត់ផ្ដាច់ជាមួយនឹងម្ដាយរបស់លីស៊ីងនឹងហើយអញ្ចឹងក៏ចាត់ទុកថាពួកគេទាំងពីរនាក់ក៏មិនចិត្តស្និទ្ធអីជាមួយគ្នាដែរលើសពីនោះទៅទៀតបើសិនបើលីស៊ីងនឹងគឺជាបងប្អូនជីដូនមួយពិតមែនហេតុអីក៏ទូស័យមិនទៅខ្ចីលុយសុំជំនួយពីលីស៊ីងនឹងហេតុអីចាំបាច់មករកទូប្រុសទៅអីទូប្រុសក៏បាននិយាយថាតាំងពីលោកហ៊ូស៊ីស្លាប់ទៅនឹងលីស៊ីងហើយនឹងកូនសិស្សផ្សេងទៀតនឹងព្យាយាមទៅសេរឿងរ៉ាវក៏ដូចជានិទានរឿងផ្សេងថាឲ្យទូប្រុសអីចឹងទៅតែហ្នឹងមិនមែនជាទូស័យចូលដៃចូលជើងជាមួយគេដែរទេអីទូស័យក៏បានក្រោកឡើងព្រមទាំងនិយាយថាអូតែហ្នឹងទេអីដែលទូប្រុសព្យាយាមសួរមួយថ្ងៃហ្នឹងហើយទូស័យក៏បាននិយាយថាខ្លួនស្បត់គឺខ្លួនមិនបានទៅធ្វើរឿងទាំងអស់ហ្នឹងទេហើយព្រមទាំងនិយាយថាអ្វីដែលខ្លួនមានថ្ងៃហ្នឹងគឺដោយសារតែទូប្រុសហ្នឹងឯងហើយសូម្បីតែរឿងដែលនៅលក់យ៉ាងហ្នឹងក៏បានដោយសារតែទូប្រុសជួយដែរខ្លួនគ្មានចិត្តឯណាទៅចង់និយាយដើមអីទូប្រុសចឹងណាហើយទូប្រុសក៏បាននិយាយថាទូស័យកំសាកទាំងអីហ្នឹងថាមិនត្រូវតែមានឱកាសគឺជាទូស័យហ្នឹងហើយដែលថាតេះឌៀលទូប្រុសមុនគេពេលហ្នឹងដែរទូស័យក៏បាននិយាយថាចាំងឆាំងយ៉ាងខ្ញុំគ្រាន់តែជាប្រជាពលរដ្ឋធម្មតានិងជាមនុស្សដែលគ្រាន់តែចង់ធ្វើការរកស៊ីដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះពេលហ្នឹងដែរទូប្រុសបានក្រោកឈរព្រមទាំងនិយាយថាខ្ញុំសង្ឃឹមថានាងនឹងនៅតែជាមនុស្សល្អបែបហ្នឹងជារៀងរហូតទៅហើយទូប្រុសក៏បានអោនទៅយកកណាត់ដែរឲ្យទូស័យមើលពីមុនហ្នឹងព្រមទាំងនិយាយថានៅពេលដែលនាងបានឃ្លោះកុំភ្លេចថាអ្នកណាដែលជាអ្នកបង្ហូតខ្សែទូស័យក៏បាននិយាយថាគឺខ្លួនយល់ហើយពេលហ្នឹងដែរទូប្រុសក៏បានដើរចេញទៅគ្រាន់តែទូប្រុសដើរចេញទៅបានហ្នឹងនិយាយពីថាទូស័យឡើងអុកគូត្មងភ័យតិចអីលោកអើយបើមើលតាមការសន្ទនារបស់ពួកគេទាំងពីរនាក់ការដែលទូស័យឃើញហ្នឹងគឺជាការពិតគ្រាន់តែថាប្រហែលជាទូស័យខ្លាចពេកហើយយល់សពថាទូប្រុសយើងស្លាប់អីចឹងណា